សម្រាប់ព្រឹកថ្ងៃទី19ខែ3 2026នេះដែរគឺវេលាម៉ោង7ព្រឹកទិដ្ឋភាពបងប្អូនយើងអាជីវករនៅផ្សារនេះផ្សារថ្មីបងប្អូនដូរច្រើនបងប្អូនដែលចង់ទិញរបស់ញ៉ាំរបស់អីបងប្អូនអាចមកផ្សារថ្មីមកតម្លៃធូរថ្លៃនំអីច្រើនបងប្អូនអានេះសិននំខ្មែរយើងនេះផ្នែកសាច់ត្រីបងប្អូនវីដេអូនេះផ្ញើជូនបងប្អូននៅស្រុកគេបងប្អូនទស្សនាត្រីអីសបោបងប្អូនចង់ទិញត្រីសាច់អីបងប្អូនអាចមកផ្សារថ្មីបានបងប្អូនតម្លៃក៏ធូរថ្លៃដែរបងប្អូនផ្សារថ្មីបាត់ដំបងបងប្អូនសាច់ក្រកសាច់ជ្រូកអីសិតរបស់ខ្មែរបងប្អូនណាតម្លៃធូរថ្លៃដែរបងប្អូនខ្មែរយើងបងប្អូនសិតសក់ខ្មែរបងប្អូនសក់មើលទៅមុខមានតែលក់ទេបងប្អូនត្រីធំត្រីលៀសក៏មានដែរបងចាំមើលទៅមួយទៀតជ្រក់បងប្អូនគេសម្រាប់ខ្មែរយើងឡើងតាមហ្នឹងហើយទិញអង្គវាឃើញចាំមួយប្រហុកសាច់អីមានទាំងអស់ទៅជ្រក់ទៅអីសម្បូរបងប្អូនអើយវីដេអូនេះផ្ញើជូនអ្នកស្រុកគេជាពិសេសបងប្អូនសម្រាប់នៅខ្មែរសម្បូររបស់ញ៉ាំហើយតម្លៃក៏ធូរថ្លៃបងប្អូនស្រួលនៅខ្មែរយើងសមក៏មាននឹងសមកៅមើលចូលក្នុងផ្សារហ្នឹងណានេះអេដមីនចូលក្នុងផ្សារហើយតែមិននៅក្រៅផ្សារក្នុងផ្សារអូសម្បូរហ្មងខ្ញុំមិនដែរមកផ្សារថ្មីហ្មងមកផ្សារម្ដងមនុស្សនិយាយខ្ញុំនៅបាត់ដំបងណាតែអត់ដែរមកសូវផ្សារយូរមកម្ដងបងសម្បូរអូខ្មែរបងធំបងផ្សារថ្មីនេះផ្នែកសាច់មើលទៅមួយទៀតកន្លែងរបស់ញ៉ាំម្ដងបងប្អូនលើអេដមីនតរបាយកាទៀវសិនបងប្អូនចូលបងប្អូនដែលឃើញវីដេអូនេះហើយជួយឆាក Subscribe Channel YouTube ឲ្យខ្ញុំអ្នកមួយផងបងប្អូនដើម្បីទទួលបានវីដេអូពីទឹកដីខេត្តដំបងច្រើនបងប្អូនខ្ញុំនឹងចែកថតចែកជូនបងប្អូនទស្សនាខាងនេះក្នុងបសបងប្អូនចង់ហុំបសតែឆ្ងាញ់គឺមកកន្លែងផ្សារថ្មីហ្នឹងហើយមានកំពុងតែរយហូបសិនចឹងមានសូមជម្រាបលាពុកម៉ែបងប្អូនតែប៉ុណ្្នឹងសិនបងប្អូនណាជួបគ្នានៅវីដេអូក្រោយបាយបាយអត់មានមកដល់កន្លែងហូបអីហើយ